មកអញ្ចឹងយើងមកបន្តការធ្វើលំហាត់ប្រមាណវិធីបូកយើងបន្តទៀតប៉ុន្តែនេះគឺផ្ទាំងសិលកិច្ចការថ្មីអញ្ចឹងយើងចាប់ផ្ដើមខ្ទង់ទី1យើងធ្វើពីស្ដាំទៅឆ្វេងអញ្ចឹង4បូក3បាន8 2បូក7 2បូក7បាន9 3បូក1បាន4ខ្ទង់ទី2 1បូក6បាន7 8បូក0បាន8ដដែល5បូក2នៅតែបាន7ខ្ទង់ទី3 0បូក0បាន0 5បូក3បាន8 2បូក6បាន8ដល់ខ្ទង់បន្ទាប់7បូក1យើងបាន8 1បូក8យើងបាន9 6បូក6បូក2យើងបាន8ដល់ខ្ទង់បន្ទាប់3បូក5បាន8 6បូក3យើងបាន9 1បូក1 2